ការតស៊ូប្រជាជនខ្មែរវៀតឡាវបានជ័យជាលំដាប់សាមគ្គីរវាងប្រជាជនទាំង3បានរីករាល់ថ្ងៃប្រជាជនស្នេហាសន្តិភាពសកលលោកបានជួយឧបត្ថម្ភដល់ការតស៊ូប្រជាជនយើងប្រជាជនបារាំងក៏បានប្រឆាំងជាខ្លាំងនឹងសង្គ្រាមនៅឥណ្ឌូចិននៅខែធ្នូ1952នៅវ៉ាយែនធីនីប្រទេសអូទ្រីសសមាជិកប្រជាជនសកលលោកដើម្បីសន្តិភាពប្រជុំប្រតិភូ100ប្រទេសបានធ្វើសេចក្តីសម្រេចចិត្តមួយបង្ខំរដ្ឋាភិបាលចាក់ពុតបារាំងឲ្យឈប់ជិះជាន់ប្រទេសខ្មែរវៀតឡាវនិងឲ្យប្រទេសទាំង3បានឯករាជ្យសន្តិភាពបន្ទាប់ពីនេះមានការប្រជុំមហាអំណាចទាំង4នៅក្រុងប៉េរឡាំងពិភាក្សាដោះបញ្ហាឯកភាពអាល្លឺម៉ង់ក្នុងពេលប្រជុំដើមឆ្នាំ1954លោកមូឡូតូរដ្ឋមន្ត្រីបរទេសសូវៀតបានស្នើឲ្យមានសន្និសីទនៅហ្សឺណែវដើម្បីដោះបញ្ហាឥណ្ឌូចិននិងកូរ៉េហើយឲ្យមានចិនកុំមួយនេះចូលប្រជុំផងសេចក្តីស្នើលោកមូឡូតូព្រមនឹងការឧបត្ថម្ភប្រជាជនស្នេហាសន្តិភាពសកលលោកព្រមនឹងកម្លាំងប្រជាជនយើងប្រឆាំងទល់នឹងអាណានិគមនិងចាក់ពុតនិយមបានឲ្យមានសន្និសីទនាក្រុងហ្សឺណែវដែលចាប់ធ្វើពីថ្ងៃ25មេសារៀងរហូតមកដល់ថ្ងៃ21កក្កដា1954សន្និសីទបានសម្រេចឲ្យជ័យជំនះមួយយ៉ាងទំហំមកប្រទេសខ្មែរឡាវវៀតណាមឲ្យបានសន្តិភាពឯករាជ្យបោះឆ្នោតតាមរបៀបប្រជាធិបតេយ្យកិច្ចព្រមព្រៀងហ្សឺណែវបានធ្វើឲ្យប្រជាជនខ្មែរឡាវបារាំងវៀតណាមនិងប្រជាជនស្នេហាសន្តិភាពសកលលោកត្រេកអរជាខ្លាំងតែកិច្ចព្រមព្រៀងនេះធ្វើឲ្យពួកល្មោបសង្គ្រាមនេះឆោឡោជាខ្លាំងដែរចាក់ពុតអាមេរិកកាំងក៏បានទុំស្គរស្រែកហៅមិត្តភ័ក្តិនឹងតែជើងរបស់គេឲ្យបង្កើតអង្គការសង្គ្រាមសេអាតូភ្លាមហើយបោកបំភ័យគំរាមខ្មែរយើងឲ្យចូលធ្វើជាកូនទាហានរបស់ដោយកិច្ចព្រមព្រៀងហ្សឺណែវសូរស័ព្ទកាំភ្លើងតូចធំទាំងប៉ុន្មានបានឈប់លឺគ្រួសារបែកបាក់ចិត្ត10ឆ្នាំបានជួបជុំគ្នាវិញខ្លះម្ដាយបានឃើញកូនប្រពន្ធបានជួបប្តីមួយម្ដងប្រជាជនដែលត្រូវគាបានវិលត្រឡប់ទៅភូមិចាស់វិញមួយម្ដងខ្មែរតស៊ូត្រឡប់ចូលមកពីគ្រប់ទិសនៃប្រទេសខ្មែរឆ្លើយសឹកទាំងសងខាងក៏ត្រូវបានដោះលែងអ្នកជាប់គុកព្រោះតស៊ូនៅក្នុងបន្ទាយប្រមូលផ្ដុំកំពង់ចាមក៏ត្រូវបានលែងលឹមដែលបានជូនដួងទៅស្វាយមុនកែវក៏បានត្រឡប់មកភូមិដើមអំពើវិញអាចារ្យឲ្យគឹមពូស្វាយមីងពុតអ្នកយិនមីងអ៊ូត្រេកអរក៏ស្ទុះទៅទទួលឲ្យលន់មាត់គ្រប់គ្នាថាគុំទៅណាវិញយកស្រែពូមីងខ្លះធ្វើទៅជាដំបូងលឹមបានទៅវត្តបឹងសុគររំលឹកវិញ្ញាណក្ខន្ធយាយមកតាង៉ែតនាងហេងព្រមទាំងមិត្តគាត់ច្រើនទៀតដែលបានចាក់ឋានក្នុងការតស៊ូលោកគ្រូម៉ាក់សូតស្ដាំបានជួយជ្រោមជ្រែងបនបង្គោលយ៉ាងឧឡារិកស៊ឺណែវសន្តិភាពក៏បានបើកឲ្យពូផាន់ត្រឡប់មកឃុំគោកចំបក់វិញគាត់ចេញចូលពីភូមិមួយទៅភូមិមួយដើរពន្យល់ប្រជាជនថាអាលឹមក្បត់ជាតិមកហើយវាមុខជាជាប់គុកមិនខានទេគុំស្ដាប់គុំជឿវានិយាយឲ្យសោះពួកវាស្អីក៏ស៊ឺណែវដែរម៉ូឮតែពង្រឹងពង្រីកឯករាជ្យអព្យាក្រឹតសន្តិភាពឮថាកិច្ចព្រមព្រៀងយោធាខ្មែរអាមេរិកអាក្រក់ចូលគុំស្ដាប់វាឲ្យលងខ្លួនតាមវាតិចថាផាន់មិនប្រាប់គុំបោះឆ្នោតឲ្យពួកវាឲ្យសោះសុទ្ធតែអាក្បត់ជាតិអាគមមួយនេះព្រោះតែវាបំផ្លាញជាតិដូចនេះហើយបានជាបេក្ខជនពួកវានៅកំពង់ចាមត្រូវចាប់ឃុំអាលីមគង់តែដល់វេនចូលគុកពួកវានេះហើយដែលដុតត្រាបញ្ជីឃុំយើងហើយបានពាត់បាញ់ខ្ញុំនិងប៉ូលីសជានៅទួលគុកត្រោះពួកវានេះហើយដែលបានដេញខ្ញុំឲ្យរត់ចោលតំណែងមេឃុំរត់ទៅពួននៅភ្នំពេញស៊ឺណែវសន្តិភាពបានបំភ្លឺប្រជាជនខ្មែរឲ្យភ្ញាក់ឲ្យយល់នយោបាយក្នុងស្រុកនិងក្រៅប្រទេសឆន្ទៈសន្តិភាពនិងអព្យាក្រឹតភាពបានចាក់រាល់នីតិយ៉ាងជ្រៅទៅក្នុងមហាជនសីបានមានសិទ្ធិដូចបុរសអ្នកស្រុកនៅឃុំគោកចំបក់បានភ្ញាក់រលឹកស្រឡាញ់នយោបាយអព្យាក្រឹតនិងចេះរួបរวมគ្នាពិភាក្សាពីការបង្កើតសហករណ៍នៅក្នុងឃុំពូផាន់បន្ទោសចេះស្ដីលឹមដូចម្ដេចក៏ប្រជាជនលងជឿហើយមានខ្លះទៀតហ៊ានខ្ទាស់ពូផាន់ឲ្យតម្ដងនៅកណ្ដាលវត្តលោកកម្លាំងប្រជាជនស្អប់ខ្ពើមប្រឆាំងចាក់ពុតនិយមអាមេរិកកាំងបានខ្ទប់មាត់ពូផាន់ព្រមទាំងបង្ខំគាត់ឲ្យចេះនិយាយតាមអ្នកភូមិខ្លះផងយើងត្រូវរួមសាមគ្គីគ្នាយើងត្រូវបំភ្លេចរឿងដើមចោលលីម៉ែងខុសខ្លះពូក៏ខុសខ្លះយើងឈប់ជេរគ្នាពួកលឹមឯងមិនឈរឈ្មោះធ្វើបេក្ខជនសភាខេត្តទេនៅឃុំយើងនេះលឹមឯងជួយមែនតែនតែលោកហុងឈ្នះស្រេចហើយគាត់បុនអបជើងគេណាស់កាលជប៉ុនគាត់ស្អិតជាមួយជប៉ុនហើយឥឡូវបែបត្រូវជាមួយអាមេរិកកាំងណាស់ជាដាច់ខាតពូប្រឆាំងនឹងនយោបាយអាកាំងដែលអូសទាញយើងចូលស្អាតូតែចំពោះអ្នកគ្រូគូរស់ស៊ឺណែវបានឲ្យអ្នកអព្រួយបារលាជំរុះគ្នាម៉ឹងដែលបានលាអ្នកទៅមិនឃើញត្រឡប់មកវិញសោះម៉ែម៉ឹងបានចាំយូរឆ្នាំ2ឆ្នាំអស់សង្ឃឹមក៏ប្រាប់អ្នកគ្រូគូរស់កុំឲ្យនៅចាំម៉ឹងទៀតតែអ្នកគ្រូគូរស់មិនបានដាច់ចិត្តភ្លាមទេអ្នកចេតនឹកចេះតែមើលសម្បត្តិប៉ាំងដែលបានទុកឲ្យអ្នកកាលល្ងាចចេញទៅអ្នកដើរស៊ើបសួរដំណឹងម៉ឹងរាល់ថ្ងៃរាល់ខែឆ្នាំ1955កន្លងឆ្នាំ1955មកដល់សាមគ្គីភាពរវាងប្រជាជនខ្មែរបានចម្រើននយោបាយអព្យាក្រឹតប្រជាជនខ្មែរបានលើកទង់ជាតិខ្មែរឲ្យល្បីល្បាញសកលលោកចាក់ពុតនិយមអាមេរិកកាំងប្រឆាំងហើយ
đã cục một show bài triết trade bẩm bài khmer ở bài sam ki riêng bọ nâng bọ riêng sầm á chức nông bọ protest công mùi ní ban chui upathom penyo bài áp chi cật khmer protest សហភាពសូវៀតប៉ូឡូញឆេកូស្លូវ៉ាគីយូគូស្លាវីបានទទួលដំណៀងប្រជាជនខ្មែរហើយបានរៀបចំដាក់ទូតទៅវិញទៅមកសេចក្តីអស់សង្ឃឹមបានទុកកន្លែងឲ្យសេចក្តីសង្ឃឹមអ្នកពេជ្រនារីបងជីដូនមួយអ្នកគ្រូរស់បានដល់គូបុណ្យអាពាហ៍ពិពាហ៍បានរៀបចំធ្វើដោយរីករាយនៅខែពិសាខនៅថ្ងៃព្រឹកចូលរោងមនុស្សម្នាក់បាននាំសម្បត្តិមួយច្បាប់មកជូនអ្នកពេជ្រនារីមានសេចក្តីថាសូមគោរពអ្នកបងនារីខ្ញុំស្ដាយជាខ្លាំងដោយមិនបានមកការអ្នកបងនៅថ្ងៃនេះសូមផ្ញើសម្បត្តិនេះជូនពរអ្នកបងឲ្យបានបកតែសេចក្តីចម្រើនគ្រប់ប្រការម៉ាំងសម្បត្តិនេះបានធ្វើឲ្យថ្ងៃចូលរោងកាន់តែរីករាយសប្បាយទូទៀតអ្នកគ្រូគូរស់អ្នកពេជ្រនារីមកម៉ាំងបានចោមរោមអ្នកនាំសម្បត្តិសួរដំណឹងពីម៉ាំងអ្នកនាំសម្បត្តិបានឲ្យការថា2 ខែក្រោយចេញពីព្រៃវែងម៉ាំងបានឡើងទៅចលនានៅស្ទឹងត្រែងក្នុងការប្រតិបត្តិការគាត់បានជួបប្រយុទ្ធយ៉ាងខ្លាំងនឹងកងទ័ពបារាំងម៉ាំងត្រូវរបួសដៃឆ្វេងហើយសប្តាហ៍ថ្ងៃនេះកំបុតដែនខាងឥឡូវគាត់នៅបង្កើនផលស្រុកលើតំណែងនេះបានពង្រឹងមុខអ្នកគ្រូគូរស់ធំជាងគេអ្នកគ្រូបានជីកសួរអ្នកនាំសម្បត្តិសពគ្រប់ហើយស្នើឡើងទៅជាមួយទៅជួបម៉ាំងអ្នកនាំសម្បត្តិបានខាត់ហើយសូមឲ្យអ្នកភ្នោះសេសម្បត្តិទៅវិញអ្នកគ្រូគូរស់បាននឹកអនុស្សាវរីយ៍គ្រប់សពហើយសរសេរសម្បត្តិមួយផ្ញើទៅម៉ាំងថាម៉ាំងភ្លេចគូរស់ហើយឬនៅចិត្តខ្ញុំមូទៅម៉ាំងមិនភ្លេចសម្បត្តិក្រោមពួកខ្ញុំមើលរិចលាក់ទុកមិនភ្លេចក្នុងហោប៉ៅមើលញឹករងនឹកថែមចង់ជួបចង់រួមចង់រូបចង់តាមទៅតែដោយមិនដឹងម៉ាំងដើរទៅជ្រកនៅព្រៃភ្នំរនាមណាទើបតែថ្ងៃនេះបានដំណឹងថាម៉ាំងបាត់ដៃឆ្វេងពិការតែនៅដៃស្ដាំគ្រាន់កាប់ឆ្កាបង្កើនភលានៅស្រុកគេសូមម៉ាំងកុំព្រួយរឿងបាត់ដៃប្អូននៅអាឡ័យហើយសរសើរស្រឡាញ់ម៉ាំងឯងគ្មានអ្វីស្មើហើយខ្ញុំសូមស្នើម៉ាំងមកផ្ទះគូរស់រំលង1 ខែក្រោយអ្នកគ្រូគូរស់បានទទួលសម្បត្តិមួយច្បាប់មកវិញគូរស់ស្ងួនភ្នៀបងសែននឹកបងសូមរំលឹកគូរស់ខ្លះសឺណែវសម្រេចជ័យជំនះទំហំធំណាស់លើក្រដាសយើងរួបរวมជាធ្លុងមួយស្រីប្រុសត្រូវជួយទាំងក្មេងចាស់ត្រូវពួតដៃគ្នាយ៉ាងរហ័សរស់រាន់បង្រះពីពួកខ្មាំងរួចពឺតស៊ូដេញបារាំងយើងត្រូវប្រឆាំងអាមេរិកកាំងដែលចូលជ្រៀតជ្រែកមកចាត់តាំងបង្កើនកម្លាំងខាងជំនួយក៏លពេចទាំងថ្មីជ្រៅណាស់អូនបើអស់បងប្អូនមិនខំជួយព្រួតគ្នាដេញវាយើងជួបទុកព្រួយព្រោះខ្មាំងវាជួយអូសទាញយើងឲ្យចូលក្នុងពួកលោកសេរីដែលជាបូរីបង្កភ្លើងសង្គ្រាមដុតរងាប់ពួកយើងដើម្បីដំឡើងធនធានវាហេតុនេះយើងត្រូវស៊ូបដេចញាដេញវាឲ្យផុតដែនខំរាទើបយើងបានខ្សែមខ្សានក្នុងគ្រួសារបានរស់រក្សាកូនតូចធំបងសូមគូរស់ឆ្លៀតឱកាសនៅក្នុងឱកាសវ៉ាកងធំមកមើលមកលេងទន្លេធំមករួមរៀបចំទ្រនំយើងម៉ាំង